សួស្តីអ្នកទាំងអស់គ្នាជួប admin នៅភាគទី43ដែលជាភាគបន្តតែមុននឹងចូលទៅកាន់សាច់រឿងពេញ admin សូមឲ្យអ្នកទាំងអស់គ្នាជួយ subscribe channel admin ម្នាក់មួយផងណាដែលតពីវគ្គមុនណាគឺបងស្រីតួស្រីបានមកជួបនិយាយការងារជាមួយនឹងអតីតមិត្តប្រុសរបស់គាត់នឹងឯងគឺគាត់បានផ្ដល់លីសឈ្មោះអ្នកវិនិយោគនៅពីក្រោយខ្នង Mr. Pan មកឲ្យបងស្រីតួស្រីចឹងណាតែខាងស្រីដូចជាមិនសូវទុកចិត្តនោះទេឃើញចឹងខាងប្រុសក៏រៀបរាប់នៅអ្វីដែលគាត់ធ្វើខុសលើនាងហើយក៏មានតែវិធីមួយនេះទេដែលអាចជួយនាងបានឲ្យគាត់នឹងមានអារម្មណ៍ថាធូរស្រាលក្នុងចិត្តខ្លះចឹងណាបងស្រីតួស្រីក៏អាចយកឯកសារមួយនេះដែលគាត់ឲ្យនឹងទៅប្រគល់ឲ្យ Mr. Ling Lu ឬក៏តួប្រុសក៏បានដែរចឹងបើសិនជាអត់ចង់យកទុកនៅនឹងខ្លួនឯងព្រមទាំងបញ្ជាក់ប្រាប់ខាងស្រីថាគាត់គឺពិតជាស្រឡាញ់នាងខ្លាំងណាស់ហើយពេលវេលាកន្លងមកដែលនៅជាមួយគ្នានោះគឺជាពេលវេលាដែលមានក្តីសុខបំផុតនៅក្នុងជីវិតរបស់គាត់និយាយរួចគាត់ក៏ដើរចាក់ចេញទៅតែម្ដងបើខាងស្រីនេះវិញគឺមិនមាត់អីទេតែក្នុងចិត្តវិញបានប្រាប់ថាគឺពិតជាស្រឡាញ់និងចូលចិត្តគេខ្លាំងណាស់ស្របពេលហ្នឹងទាំងពីរនាក់ក៏នឹកឃើញដល់ពេលវេលាចាស់ៗរបស់ពួកគេកាលពីមុនរៀងៗខ្លួនផងដែរបន្ទាប់មកបងស្រីតួស្រីក៏ត្រឡប់មកដល់ office វិញពេលហ្នឹងMr. Ling Lu ក៏បានអង្គុយចាំនៅនឹងកន្លែងហ្នឹងផងដែរទាំងពីរនាក់ក៏សួរនាំគ្នាបន្តិច Mr. Ling Lu ក៏សង្កេតឃើញថាបងស្រីតួស្រីមិនសូវសប្បាយចិត្តសោះហើយដូចជានឿយហត់អស់កម្លាំងខ្លាំងណាស់គាត់ក៏ប្រាប់ឲ្យបងស្រីតួស្រីហ្នឹងសម្រាប់ការងារពី3ថ្ងៃសិនទៅកុំឲ្យតានតឹងពេកតែខាងស្រីគឺមិនអាចសម្រាប់ពេលក្រុមហ៊ុនកំពុងតែមានបញ្ហាអញ្ចឹងនោះទេឯ Mr. Ling Lu ក៏ប្រាប់ថាគាត់គឺអាចចាត់ចែងបានដោយខ្លួនឯងកុំឲ្យបារម្ភអីបន្ទាប់មកបងស្រីតួស្រីក៏បានហុចกระดาษដៃផុសក្មេងមុននឹងឲ្យមកគាត់ក៏បកលទៅឲ្យ Mr. Ling Lu នឹងប្រាប់តាមដំណើររឿងទៅលើអញ្ចឹងហើយ Mr. Ling Lu ក៏សួរនាំបងស្រីថាយ៉ាងម៉េចហើយនៅក្នុងខ្លួនឥឡូវហ្នឹងអីអញ្ចឹងណាហើយខាងស្រីក៏ប្រាប់ថាមិនអីទេពួកគេគឺបានបែកគ្នាហើយគ្រាន់តែនាងគឺពិតជាឆ្ងល់ខ្លាំងណាស់នៅពេលដែលកើតរឿងហេតុអញ្ចឹងកើតឡើងណាគឺឆ្ងល់ថាហេតុអីបានតកូលរបស់ខ្លួនឯងហ្នឹងមិនសមប្រកបនឹងរឿងស្នេហាអញ្ចឹងជួបតែរឿងឈឺចាប់បែកបាក់គ្នាអញ្ចឹងណាទាំងប្អូនស្រីទាំងបងស្រីគ្រាន់តែឮពាក្យហ្នឹងភ្លាមMr. Ling Lu ឆ្ងល់តែម្ដងក៏សួរបន្ថែមតើមានបញ្ហាអីជាមួយនឹងតួស្រីមែនអីអញ្ចឹងណាបងស្រីក៏រៀបរាប់សាច់រឿងតួស្រីប្រាប់ទៅគាត់ឲ្យបានយល់តែម្ដងពេលហ្នឹងហើយបងស្រីតួស្រីគឺពិតជាអាណិតទៅកាន់ប្អូនស្រីខ្លាំងណាស់ដែលមានបេះដូងល្អហើយបរិសុទ្ធទៀតប៉ុន្តែជួបតែរឿងបែបឈឺចាប់រហូតអីអញ្ចឹងណាបើ Mr. Ling Lu វិញពេលបានដឹងឮអញ្ចឹងហើយគឺរត់តែឈឺចាប់ខ្លាំងជាងតួស្រីឬក៏បងស្រីនឹងទៅទៀតបន្ទាប់មកយើងក៏ឃើញថា Mr. Ling Lu គឺមកជួបនិយាយជាមួយនឹងតួប្រុសរបស់យើងពីរឿងតួស្រីនិងម៉ាក់តួប្រុសនឹងឯងគឺគាត់ត្រូវតែច្បាស់ពីគំនិតរបស់តួប្រុសថាគិតបែបម៉េចអីអញ្ចឹងណាបើស្ដាប់ទៅមិនស្រួលគាត់នឹងយកតួស្រីត្រឡប់មកវិញឲ្យបានតែម្ដងចំណែកឯតួប្រុសវិញក៏រៀងសើចគាត់ដែរតែបញ្ជាក់ច្បាស់ថាគាត់មិនមានការប្រែប្រួលចិត្តអីចំពោះតួស្រីបន្តិចណាឡើយគ្រាន់តែដកឃ្លាបន្តិចសម្រាប់ឲ្យម៉ាក់និងតួស្រីសម្រួលចិត្តតែប៉ុណ្្នឹងទេនិយាយទៅគាត់មិនផ្ដល់ឱកាសឲ្យ Mr. Ling Lu អីបន្តិចទេដើម្បីមកយកតួស្រីអីចឹងណាលើអញ្ចឹងហើយ Mr. Ling Lu ក៏អូខេជឿជាក់លើសម្ដីរបស់តួប្រុសយើងផងដែររួចគាត់ក៏យកលេខឈ្មោះដែលបងស្រីតួស្រីបានមុននឹងមកឲ្យតួប្រុសមើលដូចគ្នាបន្ទាប់ពីមើលឃើញហើយតួប្រុសក៏មានគំនិតថានឹងត្រូវធ្វើអ្វីបន្តទៀតទៅលើ Mr. Pan ហើយសំខាន់ Mr. Ling Lu ក៏គិតដូចតួប្រុសយើងផងដែរទាំងពីរនាក់ក៏មានគំនិតដូចគ្នាតែម្ដងរួចក៏បន្តជជែកគ្នានិងផឹកស្រាក្រហមជាមួយគ្នាយ៉ាងរីករាយហើយក៏ធូរចិត្តដូចគ្នាត្រឡប់មកតួស្រីយើងវិញគឺបានមកដល់មន្ទីរពេទ្យមកមើលម៉ាក់តួប្រុសហើយក៏ខលទៅប្រាប់បងស្រីថាយប់ហ្នឹងនាងនៅមន្ទីរពេទ្យមិនបានត្រឡប់ទៅផ្ទះទេឲ្យបងស្រីឆាប់ចូលគេងមុនទៅបន្ទាប់ពីនិយាយគ្នាជាមួយនឹងបងស្រីរួចក៏ចូលទៅក្នុងបន្ទប់ជំងឺរបស់ម៉ាក់តួប្រុសហ្នឹងឯងនឹងឲ្យអ្នកមីងដែលនៅមើលថែម៉ាក់រហូតមកហ្នឹងឲ្យគាត់ទៅផ្ទះសម្រាប់សិនចុះទុកកន្លែងហ្នឹងឲ្យនាងមើលថែទៅបានហើយអ្នកមីងក៏សប្បាយចិត្តហើយត្រឡប់ទៅផ្ទះទៅទុកឲ្យតួស្រីនៅបន្តពីគាត់ចឹងណាទាំងពីរនាក់គឺដើរលបនឹងនិយាយគ្នាតិចព្រោះអីខ្លាចម៉ាក់តួប្រុសឮភ្ញាក់ពីដេកអីចឹងណាបន្ទាប់មកយើងក៏ឃើញថាតួស្រីក៏បានកំដរម៉ាក់តួប្រុសចេញមកខាងក្រៅបន្ទប់មើលទេសភាពស្រូបខ្យល់អាកាសអីចឹងណាតែនាងក៏អង្គុយនៅពីក្រោយចិត្តគាត់នឹងដែរមិនហ៊ានទៅណាឆ្ងាយនោះទេនិយាយទៅនាងធ្វើការបណ្ដើរមើលម៉ាក់តួប្រុសយើងបណ្ដើរបន្តិចមកក៏យកតែក្តៅមកឲ្យម៉ាក់តួប្រុសដើម្បីផឹកទៀតតែគាត់មិនផឹកនោះទេនឹងប្រាប់តួស្រីថាកុំឲ្យធ្វើល្អយកចិត្តគាត់អីនាំតែខាត់ពេលវេលាអីអញ្ចឹងណាតែតួស្រីនាងគឺគ្មានគំនិតអញ្ចឹងនោះទេគ្រាន់តែចង់មើលថែគាត់ឲ្យបានល្អជំនួសតួប្រុសអញ្ចឹងណា
ហើយព្រមទាំងឆាប់ជាផងដែរតួស្រីទុកតែក្តៅៗនៅចិត្តគាត់ហើយក៏ទៅអង្គុយធ្វើការវិញទៅចំណែកឯម៉ាក់ក៏សម័យដល់អតីតកាលដែលកូនប្រុសគាត់បាននាំតួស្រីមកណែនាំឲ្យគាត់ស្គាល់លើកដំបូងណាគ្រាន់តែឃើញតួស្រីហើយគឺពិតជាស្រឡាញ់ខ្លាំងណាស់ហើយក្នុងចិត្តម៉ាក់គឺពិតជាចូលចិត្តតួស្រីយើងខ្លាំងតែម្ដងបកមកបច្ចុប្បន្នវិញគាត់គឺមិនបានមាត់អីនោះទេចំណែកឯតួស្រីយើងឃើញអាកាសធាតុមានខ្យល់មើលទៅដូចរៀងត្រជាក់អីចឹងនាងក៏យកកសែងមកដណ្ដប់ឲ្យម៉ាក់ទៀតហើយម៉ាក់ក៏មិនមាត់អីដែរពេលហ្នឹងមើលទៅគាត់ដូចជារៀងស្រឡាញ់តួស្រីយើងបន្តិចម្ដងត្រឡប់មកវិញហើយស្របពេលហ្នឹងដែរតួប្រុសក៏បានខលមកម៉ាក់សួរនាំពីសុខភាពគាត់យ៉ាងម៉េចហើយអីចឹងថ្ងៃហ្នឹងណាហើយម៉ាក់កូនក៏សួរនាំគ្នាបែបព្រួយបារម្ភទៅវិញទៅមកអីអញ្ចឹងទៅកាត់មក Mr. Pan and Evan គឺបានមកជួបនិយាយគ្នាជាមួយនឹង Mr. Kan នឹងសួរគាត់មិនបានស្រាប់តែសុំជួបគាត់ទាំងព្រលឹមអីអញ្ចឹងណាឯ Mr. Kan យើង and Evan មិនបង្អង់យូរទេក៏ប្រាប់ថាគាត់ចង់លាឈប់ពីក្រុមហ៊ុនហើយតែថាដូចជាដឹងអញ្ចឹង Mr. Pan គឺមិនងាយយល់ព្រមស្រួលនោះទេទាំងពីរនាក់ក៏និយាយមិនត្រូវគ្នាដែរពេលហ្នឹងឯ Mr. Kan ក៏ខឹងព្រមទាំងដើរចេញយ៉ាងលឿនតែម្ដងពេលហ្នឹងបន្ទាប់មកយើងក៏ឃើញថា Mr. Kan គឺមកណាត់ជួបជាមួយនឹងស្រាវដៃយើងគ្រាន់តែគាត់គឺមិនមាត់ទេគិតតែពីញ៉ាំការ៉េមរហូតធ្វើឲ្យខាងស្រីនេះឡើងឆ្ងល់នឹងបារម្ភខ្លាំងតែម្ដងក៏សួរនាំគាត់ចឹងណាឲ្យនិយាយអីខ្លះមកកុំគិតតែញ៉ាំអញ្ចឹងរួចខាងប្រុសក៏ប្រាប់គ្រប់យ៉ាងទៅខាងស្រីព្រមទាំងបន្ទោសខ្លួនឯងដែរដែលពិតជាឈួតហើយល្ងីល្ងើខ្លាំងណាស់មិនគួរជាប់អន្ទាក់របស់ Mr. Pan ដែលដាក់អញ្ចឹងសោះឥឡូវចង់ចេញក៏ចេញមិនកើតអីអញ្ចឹងណានិយាយទៅគឺពិបាកចិត្តខ្លាំងមែនតែនហ្មងណាហើយគាត់គឺពិតជាមួម៉ៅមែនតែនពេលហ្នឹងគិតអីក៏មិនចេញដែរចំណែកឯស្រាវដៃវិញក៏បានលួងលោមហើយកុំឲ្យគាត់ហ្នឹងបន្ទោសខ្លួនឯងអញ្ចឹងអីព្រោះគាត់ក៏ជាជនរងគ្រោះម្នាក់ដែរពេលហ្នឹង Mr. Kan គឺពិតជាបារម្ភខ្លាចស្រាវដៃមិននៅផ្ដល់កម្លាំងចិត្តដល់គាត់ខ្លាំងណាស់ដល់ពេលឃើញអញ្ចឹងខ្លាចអញ្ចឹងទៅក៏ចាប់ដៃខាងស្រីយើងអញ្ចឹងណាហើយក៏ប្រាប់ថាកុំឲ្យចាក់ចេញពីគាត់អីអញ្ចឹងណាពេលហ្នឹងព្រោះគាត់គឺមានតែនាងម្នាក់ទេដែលអាចនិយាយគ្រប់យ៉ាងប្រាប់បានពេលហ្នឹងណាហើយស្រាវដៃក៏លួងលោមគាត់ថានាងនឹងនៅពីក្រោយគាត់ជានិច្ចកុំបារម្ភអីហើយខាងស្រីហ្នឹងក៏បានផ្ដល់យោបល់ឲ្យគាត់ទៅរកតួប្រុសនិង Mr. កៅទៅដើម្បីឲ្យគាត់ទាំងពីរហ្នឹងជួយគិតគូរគ្នាអញ្ចឹងថាគួរធ្វើដូចម្ដេចចំពោះរឿងហ្នឹងអីអញ្ចឹងព្រោះគាត់ទាំងពីរនាក់ហ្នឹងគឺពិតជាឆ្លាតហើយខ្លាំងពូកែខ្លាំងណាស់អាចជួយដោះស្រាយបញ្ហាហ្នឹងបានជាមិនខាននោះទេលើអញ្ចឹងហើយ Mr. Kan គឺមិនហ៊ាននោះទេតែខាងស្រីហ្នឹងផ្ដល់កម្លាំងចិត្តឲ្យជឿលើនាងហើយក៏ជឿលើមិត្តភក្តិគាត់ពីរនាក់ហ្នឹងដែរអញ្ចឹងណាឲ្យទៅជួបទៅកុំឲ្យខ្លាចអីអញ្ចឹងណាពួកគាត់គឺពិតជាជួយជាមិនខាននោះទេកាត់មកដល់ផ្ទះតួស្រីយើងឯនេះវិញគឺថាតួស្រីបានរៀបចូលគេងហើយបងស្រីហ្នឹងក៏ចូលមកសុំគេនឹងនិយាយជាមួយប្អូនពួកបងហ្នឹងកំពុងតែមានអារម្មណ៍ខូចចិត្តមិនទាន់បាត់រួចទាំងពីរនាក់បងប្អូនក៏និយាយសួរនាំនិងលួងលោមគ្នាទៅវិញទៅមកក្នុងរឿងស្នេហារបស់ខ្លួននឹងឯងជាពិសេសបងស្រីគឺពិតជានៅស្រឡាញ់ប្រុសក្មេងនឹងខ្លាំងណាស់ហើយក៏គិតថាគាត់មិនមែនជាប្រភេទមនុស្សអាក្រក់នោះដែរគ្រាន់តែត្រូវ Mr. Pan ប្រើប្រាស់តែប៉ុណ្ណោះតួស្រីក៏យល់ស្របដែរព្រមទាំងណែនាំរឿងជាច្រើនទៅកាន់បងស្រីទៀតផងព្រោះបើយើងនៅស្រឡាញ់នរណាម្នាក់ហើយគឺមិនត្រូវតែទាមទារថាតើតែនៅជាមួយគ្នាទើបមានក្តីសុខនោះទេគ្រាន់តែបាននៅពីក្រោយមើលគេរស់ដោយក្តីសុខក៏សប្បាយចិត្តដែរនោះគឺយើងមានក្តីសុខនិងសុភមង្គលបំផុតទៅហើយអញ្ចឹងណាតួស្រីយើងបាននិយាយរឿងហ្នឹងក៏ដោយសារតែបងស្រីសួរនាំប្អូនថាគិតមិនចំពោះតួប្រុសអីអញ្ចឹងណាហើយតួស្រីមិនគិតអីច្រើនទេពេលហ្នឹងអ្វីដែលអាចជួយតួប្រុសបានគឺនាងនឹងជួយទោះជាតិចតួចក៏ដោយបន្ទាប់មកទាំងពីរអ្នកបងប្អូនក៏បន្តនិយាយគ្នានិងលេងជាមួយគ្នាមុនចូលគេងយ៉ាងមានក្តីសុខតែម្ដងគំនិតតួស្រីគឺគិតល្អធ្វើល្អនោះនឹងមានក្តីសុខផ្លូវចិត្តល្អហើយអារម្មណ៍យើងក៏ល្អទៅតាមនឹងដែរអញ្ចឹងគឺអត់ចង់ឲ្យបងស្រីហ្នឹងតាមតឹងគិតច្រើនពេកនោះទេកាត់មកដល់ពេលស្អែកឡើងអ៊ីស៊ីងនិង Mr. Pan គឺកំពុងនិយាយគ្នារឿងការងាររបស់ពួកគេក៏ស្រាប់តែភ្លាមហ្នឹងមានគេខលមក Mr. Pan និងប្រាប់ពីបញ្ហាដែលបានកើតឡើងនៅក្នុងក្រុមហ៊ុនអញ្ចឹងណានិយាយចប់គាត់ក៏ប្រញាប់ចេញទៅដោះស្រាយតែក៏ប្រាប់អ៊ីស៊ីងដែរថាមានការអីឲ្យខលមករកគាត់បានគ្រប់ពេលចេញទៅលលក៏បានមកដល់និងព្រមទាំងយកនំដែលជារបស់អ៊ីស៊ីងចូលចិត្តហ្នឹងយកមកឲ្យនាងទៀតគ្រាន់តែយកនំចេញមកគឺធ្វើឲ្យអ៊ីស៊ីងធំក្លិនមានអារម្មណ៍ថាចង់រកអួតតែម្ដងលលឡើងឆ្ងល់ពេលហ្នឹងដែរអ៊ីស៊ីងក៏បានប្រាប់ហេតុផលតិចតួចទៅលលកុំឲ្យលលឆ្ងល់អីចឹងណារួចលលហ្នឹងក៏ប្រញាប់យករបស់ផ្សេងមកឲ្យនាងញ៉ាំវិញ
ពេលឥឡូវចេញទៅអ៊ីស៊ីងក៏ប្រែប្រួលទឹកមុខហើយក៏ដាក់ដៃអង្អែលពោះនាងអញ្ចឹងណាប្រហែលជាមាន baby របស់ Mr. Pan ហើយមើលទៅពេលហ្នឹងបន្តមករឿងយើងក៏កាត់មកដល់ខាងមន្ទីរពេទ្យអ៊ីស៊ីងគឺបានមកពិនិត្យមើលហើយលទ្ធផលគឺនាងមានកូនពិតមែនអ្នកគ្រូពេទ្យក៏បានប្រាប់ពីការមើលថែសុខភាពនិងការញ៉ាំអាហារព្រមទាំងឲ្យនាងមកពិនិត្យនៅសប្តាហ៍ក្រោយទៀតអញ្ចឹងណាហើយពិនិត្យឲ្យបានទៀងទាត់ស្របពេលអ៊ីស៊ីងចេញពីបន្ទប់ដុកទ័រស្រាប់តែម៉ាក់តួប្រុសឃើញក៏បានស្រែកហៅនាងពីក្រោយអញ្ចឹងណាបន្ទាប់មកយើងក៏ឃើញថាអ៊ីស៊ីងគឺបានមកនិយាយសួរនាំម៉ាក់រឿងគ្រោះថ្នាក់នឹងឯងនៅបន្ទប់របស់ម៉ាក់តួប្រុសសម្រាប់ព្យាបាលអញ្ចឹងណាបើសិនជានាងដឹងនាងប្រកាសជាមកសួរសុខទុក្ខម៉ាក់លឿនជាងនេះជាមិនខាននោះទេតែម៉ាក់ថាមិនអីទេវាតិចតួចដែរអញ្ចឹងណាមួយអ៊ីស៊ីងរវល់នឹងការងារយ៉ាងនេះទៀតសំខាន់គឺកូនប្រុសរបស់គាត់ធ្វើខុសចំពោះអ៊ីស៊ីងនឹងទៀតអញ្ចឹងគាត់រឹតតែមិនអាចឲ្យអ៊ីស៊ីងមកខ្វល់ខ្វាយជាមួយនឹងគាត់ច្រើនពេកនោះដែរលើអញ្ចឹងអ៊ីស៊ីងក៏លួងលោមម៉ាក់កុំឲ្យគិតច្រើនអីព្រោះវាគឺពិតជាមិនអាចទៅរួចនោះទេដែលឲ្យតួប្រុសបំភ្លេចតួស្រីឲ្យមកស្រឡាញ់នាងអញ្ចឹងណាស្របពេលនឹងដែរអ្នកមីងមើលថែម៉ាក់តួប្រុសហ្នឹងក៏បានយកស៊ុបដែលតួស្រីរៀបចំទុកឲ្យម៉ាក់ហ្នឹងមកឲ្យម៉ាក់តួប្រុសហ្នឹងញ៉ាំនិងព្រមទាំងសរសើរតួស្រីមិនដាច់ពីមាត់នោះទេថាពូកែគិតគូរនិងមានចំណេះដឹងច្រើនជាងគ្រូពេទ្យទៅទៀតក្នុងការមើលថែអ្នកជំងឺបើម៉ាក់តួប្រុសវិញលើអញ្ចឹងហើយគឺមានតែថាបើតួស្រីចេញឆ្ងាយពីគាត់គឺបានល្អអញ្ចឹងណាពេលហ្នឹងអ្នកមីងបើកស៊ុបមកធ្វើឲ្យអ៊ីស៊ីងយើងគឺចាញ់ក្លិនស៊ុបនឹងខ្លាំងមែនតើឡើងចង់រកក្អួតភ្លាមហ្មងណាទើបសុំម៉ាក់តួប្រុសហ្នឹងត្រឡប់ទៅធ្វើការវិញហើយចាំមកមើលគាត់នៅលើកក្រោយទៀតអញ្ចឹងណាម៉ាក់ពេលហ្នឹងឃើញក៏មានអារម្មណ៍ថាដូចជាប្លែកដែរបើអ្នកមីងវិញរឹតតែថាប្លែកទៀតព្រោះនាងចេញពីបន្ទប់ពេទ្យពិនិត្យផ្ទៃពោះអីចឹងណាម៉ាក់លើអញ្ចឹងហើយមានអារម្មណ៍ថាបារម្ភពីអ៊ីស៊ីងនឹងខ្លាំងតែម្ដងពេលហ្នឹងណាកាត់មកដល់ខាងក្រៅមន្ទីរពេទ្យវិញតួស្រីកំពុងតែដើរនៅនឹងក្រោមមន្ទីរពេទ្យហ្នឹងអញ្ចឹងនៅខាងមុខហ្នឹងក៏ស្របពេលហ្នឹងដែរអ៊ីស៊ីងក៏ដើរចេញមកដែរនាងក៏ប្រទះឃើញតួស្រីក៏ហៅនឹងសុំតួស្រីយើងទៅនិយាយជាមួយគ្នាបន្តិចចឹងណាតួស្រីយើងក៏អូខេតែម្ដងទៅបន្ទាប់មកអ្នកទាំងពីរក៏និយាយពីរឿងស្នេហារបស់ពួកគេជាមួយនឹងតួប្រុសនឹងឯងហើយអ៊ីស៊ីងក៏និយាយរឿងអតីតកាលពួកគេរៀននៅសាកលវិទ្យាល័យជាមួយគ្នាដែរជាមិត្តល្អនឹងគ្នាអីអញ្ចឹងណានាងគឺពិតជាចំណែកនឹងតួស្រីយើងខ្លាំងណាស់ព្រោះមើលទៅតួស្រីមិនបាច់ខំប្រឹងធ្វើអីច្រើននោះទេតែទទួលបានគ្រប់យ៉ាងគឺសុទ្ធតែល្អរៀនក៏ពូកែហើយថែមទាំងខ្លាំងទៀតផងលើអញ្ចឹងហើយតួស្រីក៏លើកទឹកចិត្តអ៊ីស៊ីងថាកុំឲ្យមានគំនិតបែបហ្នឹងអីហើយកុំប្រៀបធៀបខ្លួនឯងទៅនឹងនាងអីព្រោះវាគឺធ្វើឲ្យជីវិតរបស់អ៊ីស៊ីងនឹងគ្មានក្តីសុខនិងសប្បាយចិត្តនោះទេហើយពេលហ្នឹងដែរនាងគឺឃើញថាអ៊ីស៊ីងគឺពិតជាជោគជ័យខ្លាំងណាស់តែអ៊ីស៊ីងមិនគិតអញ្ចឹងទេព្រោះនាងបានដូចសពថ្ងៃហ្នឹងគឺនាងខំប្រឹងខ្លាំងមែនតែនមិនដូចនឹងតួស្រីយើងនោះទេហើយអ៊ីស៊ីងគឺមិនព្រមដាច់ខាតនឹងឲ្យតួស្រីយើងចាក់ចេញពីតួប្រុសម្ដងទៀតនោះទេព្រោះនាងចាំឡើង7ឆ្នាំហើយចុងក្រោយមិននឹងអាចទៅជាចាក់ចេញពីគ្នាអីអញ្ចឹងណានិយាយទៅវាពិតជាមិនស័ក្តិសមបំផុតហើយបើសិនជាតួស្រីយើងហ៊ានតែចាក់ចេញឆ្ងាយទៀតអ៊ីស៊ីងនឹងមើងងាយតួស្រីយើងខ្លាំងមែនតើហើយពេលហ្នឹងអាចតួស្រីវិញគឺថាមិនថានៅចិត្តឬក៏នៅឆ្ងាយទេឲ្យតែតួប្រុសសុខសប្បាយនោះនាងនឹងមានក្តីសុខដែរហើយទាំងពីរនាក់ក៏បន្តនិយាយគ្នាបែបឌឺដងខ្លះនិងស្និទ្ធស្នាលខ្លះអីអញ្ចឹងណាព្រោះក្នុងន័យជាមិត្តភក្តិបារម្ភពីគ្នាទៅវិញទៅមកកាត់មកដល់ Mr. Pan វិញគឺបានហៅប្រុសក្មេងមក office គាត់នឹងយកឯកសារទៅធ្វើពេលប្រុសក្មេងមកដល់ឃើញការងារហើយគាត់នឹងមិនពេញចិត្តនោះទេនឹងមិនចង់ធ្វើទៀតផងហើយក៏ឆ្ងល់ថាហេតុអីបានជា Mr. Pan នៅចង់រករឿងក្រុមហ៊ុនតួប្រុសទៀតព្រោះអីរាល់ថ្ងៃហ្នឹងគឺគាត់បានក្រុមហ៊ុន Mr. Ling Lu មកគ្រប់គ្រងទៅហើយនៅមិនពេញចិត្តទៀតអីអញ្ចឹងណានៅចង់ធ្វើលើសនឹងទៀតអញ្ចឹងវាដូចជាមិនសមទេវាដូចលើសពេកអីចឹងលើបែបហ្នឹងហើយ Mr. Pan ក៏និយាយថាឲ្យគាត់ក្នុងន័យកុំឲ្យគាត់នឹងបំភ្លេចគុណដែលគាត់បានធ្វើទៅលើគ្រួសារនឹងប្រុសក្មេងនឹងឲ្យសោះអីអញ្ចឹងណាហើយខាងប្រុសក្មេងនេះក៏មិនមាត់អីច្រើនដែរគ្រាន់តែផ្ដាំគាត់កុំឲ្យលេងជាមួយភ្លើងច្រើនពេកអីរួចក៏យកឯកសារចេញទៅពេលប្រុសក្មេងចេញទៅបានដែរអ៊ីស៊ីងក៏បានខលមក Mr. Pan គឺនាងចង់ជួបគាត់មានរឿងចង់ប្រាប់អញ្ចឹងណានឹងចង់និយាយផ្ទាល់ជាមួយ Mr. Pan តែម្ដងហើយ Mr. Pan ហ្នឹងក៏ថាយប់ហ្នឹងបានគាត់ទៅអញ្ចឹងណាព្រោះឥឡូវហ្នឹងគឺគាត់ជាប់រវល់ធ្វើការខ្លាំងមែនតើអាចទៅភ្លាមបានទេពេលដែលគាត់ចាប់ការងារហើយគាត់នឹងទៅភ្លាមតែម្ដងរួចគាត់ក៏ដាក់ទូរស័ព្ទចុះទៅឯខាងស្រីនេះហើយឡើងសប្បាយចិត្តតែម្ដងគឺអង្អែលពោះនិងញញឹមចង់ប្រាប់ដំណឹងល្អរឿងថាមាន baby ជាមួយគ្នាទៅកាន់ខាងប្រុសនឹងអញ្ចឹងនឹងគិតថាគាត់គឺប្រហែលជាសប្បាយចិត្តខ្លាំងហើយមើលទៅបើសិនជាបានដឹងដំណឹងហ្នឹងបកមកបងស្រីតួស្រីវិញគឺកំពុងតែរៀបចំចេញទៅធ្វើការនឹងបានដើរទៅបិទភ្លើងផងដែរពេលដែលដើរចេញពី office
office ក៏ស្របពេលនឹងដែរប្រុសក្មេងយើងក៏បានចេញមកដូចគ្នាទាំងពីរនាក់ក៏ដើរទល់មុខគ្នាតែខាងស្រីគឺមិនមើលនោះទេខាងប្រុសក៏ចាប់ដៃសួរនាំតែខាងស្រីឲ្យដកដៃចេញអញ្ចឹងព្រោះនៅកន្លែងធ្វើការធ្វើទង្វើបែបហ្នឹងវាអត់ស័ក្តិសមនោះទេខាងប្រុសក៏និយាយរឿងឯកសារដែលខ្លួនប្រកល់ឲ្យនោះថាតើអាចជឿជាក់លើគាត់បាននៅពេលដែលគាត់ធ្វើប៉ុណ្ណឹងដាក់ហើយអញ្ចឹងណាហើយអាចអភ័យទោសឲ្យគាត់បានអត់តែខាងស្រីយើងវិញគឺអរគុណនឹងរឿងទាំងអស់ហ្នឹងតែគឺមិនអាចត្រឡប់មកដូចដើមវិញបាននោះទេហើយរឿងយើងដល់ធំហ្នឹងក៏ចប់ដែរអ្នកទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការរងចាំនិងតាមដានសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាគបន្តបាយបាយ